ពេលខ្លះនៅពេលដែលលោកគ្រូអ្នកគ្រូគាត់ទៅសេប្រធានទៅលើក្តារខៀនណាបងប្អូនពិបាកនៅក្នុងការសម្រេចចិត្តថាគួរធ្វើគម្រោងបែបបញ្យលបែបពិភាក្សាឬក៏ប្រៀបធៀបទេអញ្ចឹងថ្ងៃនេះបងប្អូនទាំងអស់ចម្ងល់គ្រូមកណែនាំឲ្យបងប្អូនឲ្យស្គាល់ពីលក្ខណៈចំណាំនៅក្នុងប្រធានតែងសេចក្តីបែបបញ្យលមួយសិនអញ្ចឹងនៅក្នុងប្រធានតែងសេចក្តីបែបបញ្យលហ្នឹងគឺគេសម្គាល់ពីចំណុចទី1គឺពាក្យចោទសួរហើយទី2គឺពាក្យប្រកបវិជ្ជាអញ្ចឹងយើងមើលពាក្យចោទសួរអញ្ចឹងការចោទសួរនៅក្នុងប្រធានតែងសេចក្តីបែបបញ្យលភាគច្រើនគេសួរជាលក្ខណៈសំណួរបែបនេះណាសួរទៅលើខ្លឹមសារតើប្រធានខាងលើមានអត្ថន័យដូចម្ដេចតើទស្សនៈរបស់ប្រធានខាងលើមានខ្លឹមសារយ៉ាងណានេះគឺជាគោលដែលគ្រូលើកឲ្យបងមើលណាទី2គឺពាក្យប្រកបវិជ្ជាពាក្យប្រកបវិជ្ជាហ្នឹងគឺជាពាក្យដែលអ្នកសរសេរប្រធានគេប្រាប់ថាប្រធានហ្នឹងគឺជាប្រធានអីគេឲ្យយើងធ្វើហ្នឹងអញ្ចឹងបើគេដាក់ថាចូលបញ្យលប្រធាននឹងបញ្យលបើគេដាក់ថាចូលភាសាប្រធាននឹងភាសាប៉ុន្តែគេមិនមែនប្រាប់ត្រង់យ៉ាងណាជួនកាលគេអាចដាក់ថាចូលបកស្រាយចូលស្រាយបំភ្លឺជាពិសេសនេះបញ្យមចូលអត្ថាធិប្បាយ